បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្ដែងរឿងមួយដែលសត្វទន្សាយដែលមានទង់ជាតិប្រទេសកម្ពុជានៅខាងក្រោយនិងសត្វចរដែលមានទង់ជាតិប្រទេសជិតខាងយើងនៅខាងក្រៅដូចគ្នាហើយសត្វទាំងពីរនេះពិតជាមិនត្រូវគ្នាទេយើងមើលសកម្មភាពអំពីសត្វទន្សាយគឺរស់នៅប្រកបទៅដោយសេចក្តីសុខសប្បាយនិងមានទាំងទីផ្សារមានបន្លែសាច់គ្រឿងទេសគ្រប់ប្រភេទហើយសត្វទន្សាយនេះក៏វាដើរចូលម្ដងផ្សាររត់ចូលមកដើម្បីរកទិញបន្លែត្រីសាច់យកទៅធ្វើម្ហូបហើយវាបានមកដល់កន្លែងទីលំនៅរបស់វាដើម្បីហៅគ្នាវាមកធ្វើម្ហូបដើម្បីញ៉ាំទាំងអស់គ្នាហើយថ្ងៃនេះពួកវាបាននាំគ្នាហាន់បន្លែហាន់សាច់ដើម្បីធ្វើម្ហូបហើយពួកវាកំពុងតែចាប់ផ្ដើមមកមានយកមែនតែនៅការធ្វើម្ហូបរបស់វាមើលចោះបងប្អូនសម្បូរសប្បាយណាស់តើនេះកំពុងតែឆាជីបចាប់ហើយបាទមើលចោះហើយពួកវាគឺមានសេចក្តីរីករាយនៅក្រោមពន្លឺថ្ងៃនិងស្មៅខៀវខ្ចីហើយសត្វទន្សាយនេះដែរវាកំពុងតែដកការ៉ុតយកទៅផ្ទះរបស់វាហើយនៅក្នុងព្រៃទីលំនៅរបស់វានឹងមានផ្លែឈើច្រើនណាស់នេះសិតតែផ្លែឈើហើយផ្លែឈើនេះវាសម្បូរស្វាយរុងរឿងមែនតែនអានឹងប្រៀបបានដូចជាសម័យបុរាណអញ្ចឹងណាបងប្អូនសម័យបុរាណហ្នឹងគឺកម្ពុជាយើងសម្បូរស្វាយរុងរឿងដូចគ្នាមើលទន្សាយនេះវិញបាទតែជាអកុសលស្រាប់តែមានសត្វជាចោរឆ្លៀនពៀនចង់វាយប្រហារមកលើសត្វទន្សាយហើយពួកវាបានដាក់ថានេះជាអាហាររបស់យើងត្រូវតែចាប់វាបានដើម្បីធ្វើជាអាហារហើយពួកវាក៏បានរត់យ៉ាងលឿនជាវងសត្វចរដើម្បីរត់ទៅចាប់ទន្សាយហើយទន្សាយបាននាំប្រឹងរត់មែនតែនពីក្រញាំបីសាច់នៃសត្វចរតែវាក៏ជាអកុសលផងដែរសត្វទន្សាយមួយក្បាលត្រូវបានចចចាប់ជាប់ហើយយកចងភ្ជាប់នឹងដើមឈើហើយពួកវាបានសើចសប្បាយថាហានេះជាអាហារឆ្ងាញ់របស់ពួកយើងហើយពួកយើងត្រូវតែចម្អិនវាតែសត្វទន្សាយនេះវិញពេលដែលបាត់គ្នាវាហើយវាបានទៅរកជំនួយនិងវឹកហាត់ធ្វើជាទ័ពដើម្បីទៅរំដោះសត្វទន្សាយនោះមកដងទង់ជាតិរំលេចដោយប្រទេសកម្ពុជាហើយនេះជាកងទ័ពដែលបានវឹកហាត់ហើយពួកវាក៏បានចូលទៅក្នុងព្រៃដើម្បីជួយទៅរំដោះពួកវាក៏ចូល AK-47 ដែលផលិតនៅប្រទេសរុស្ស៊ីនៅឆ្នាំ1947ហ្នឹងយកមកបាញ់រះពេញព្រៃហើយសត្វកញ្ចក់ហ្នឹងក៏បានរត់ភ័យខ្លាចAK ហ្នឹងបាញ់ងាប់ពួកវាបានរត់តែទន្សាយនេះគឺមានសិតតែកំភ្លើង AK-47ពួកវាបានទៅហើយសត្វចកហ្នឹងក៏វាភ័យខ្លាំងពេកនាំគ្នារត់ចូលទៅក្នុងព្រៃវិញអស់ទៅបន្ទាប់មកយោធាទន្សាយរបស់យើងក៏បានមកជួយទន្សាយដែលសត្វចកបានចាប់បានហើយរឿងនេះមិនទាន់បានចប់ទេបងប្អូននៅភាពបន្តទៀតកុំភ្លេចជួយតាមដានទាំងអស់គ្នានៅភាពបន្តជួយ like subscribe និង comment វីដេអូដើម្បីទទួលបានវីដេអូថ្មីអរគុណសូមជម្រាបលា